បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទវិជ្ជបណ្ឌិតម៉ាន់ឌីបែកទីនជាវិជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់តម្រងនោមហើយក៏ជាប្រធានមជ្ឈមណ្ឌលព្យាបាលជំងឺតម្រងនោមនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបាទថ្ងៃនេះខ្ញុំមានកិត្តិយសនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នានៅជំងឺដែលពាក់ព័ន្ធទាំងឡាយតកតងនឹងផ្នែកវះកាត់តម្រងនោមរបស់យើងខ្ញុំជំងឺទី1ដែលយើងជួបញឹកញាប់ជាងគេនោះគឺជំងឺដែលមានគ្រោះក្នុងប្រព័ន្ធទឹកនោមហើយជំងឺគ្រោះក្នុងប្រព័ន្ធទឹកនោមនេះគឺមានចាប់តាំងពីជំងឺដែលគ្រោះនៅក្នុងតម្រងនោមគ្រោះក្នុងបង្ហួរតម្រងនោមគ្រោះក្នុងផ្លោកនោមនិងគ្រោះក្នុងបង្ហួរនោមជាដើមជំងឺទី2ដែលយើងជួបបន្ទាប់នោះគឺជាជំងឺការរិចក្រពេញប្រូស្តាតបាទដែលមានកើតនៅលើបរិសុទ្ធជាច្រើនជំងឺទី3គឺជំងឺដុះសាច់នៅក្នុងប្លោកនោមដែលយើងឃើញសង្កេតឃើញមាននៅលើទាំងបរិសុទ្ធទាំងនារីដែលជាពិសេសដែលគាត់មានការពិសានៅបារីដែលជាកត្តាប្រឈមធ្វើឲ្យមានកើតជំងឺនេះជំងឺទី4គឺជំងឺដុះសាច់ក្នុងតម្រងនោមឬក៏ដុះសាច់លើក្រពេញតម្រងនោមទី5គឺអាចទាក់ទងនឹងពងស្វះវាអាចឲ្យមានការរលាកទាំងបរិសុទ្ធក្មេងឬក៏មនុស្សចំណាស់ឬក៏មានការដុះសាច់នៅលើសាច់ពងស្វះនឹងផងដែរជំងឺទី6គឺទាក់ទងនឹងស្បែកលឹងវែងអាចកើតនៅលើក្មេងឬក៏មនុស្សធំឬក៏មនុស្សចាស់ក៏អាចជួបផងដែរហើយនឹងការដុះសាច់នៅលើលឹងដែលវាជាកត្តាប្រឈមប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់អ្នកជំងឺភេទជាបរិសុទ្ធរបស់យើងផងដែរហើយបន្ថែមលើនោះយើងនឹងមានទទួលពិគ្រោះព្យាបាលជំងឺផ្សេងដែលយើងជួបនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតយើងដែលតាក់ទងទៅនឹងប្រព័ន្ធទឹកនោមនេះផងដែរតាក់ទងនឹងជំងឺទាំងឡាយខាងលើនេះមជ្ឈមណ្ឌលយើងខ្ញុំមានឧបករណ៍ជាច្រើនដែលទំនើបហើយនឹងទាន់សម័យនៅក្នុងការជួយស្រាវជ្រាវរករោគវិនិច្ឆ័យក៏ដូចជាក្នុងការព្យាបាលដើម្បីឲ្យអ្នកជំងឺយើងទទួលបានភាពជាសះស្បើយបានល្អប្រសើរផ្នែករបស់យើងមានម៉ាស៊ីនអេកូសាសដែលមិនត្រឹមតែជួយនៅក្នុងការធ្វើរោគវិនិច្ឆ័យក៏ប៉ុន្តែគ្រូពេទ្យយើងអាចប្រើម៉ាស៊ីនអេកូសាសនេះនៅក្នុងការធ្វើប៉ុងឆុងគិសឬធ្វើច្រឹបសាច់មួយចំនួននៅក្នុងប្រព័ន្ធទឹកនោមផងដែរបន្ថែមពីលើនេះយើងមានម៉ាស៊ីនអង់ដូស្កូបដែលទុកនៅផ្នែកខាងក្រៅគឺផ្នែកវះកាត់ក្រៅដើម្បីជួយសម្រួលដល់ក្រុមគ្រូពេទ្យរបស់យើងនៅក្នុងការធ្វើរោគវិនិច្ឆ័យតាក់ទងទៅឧទាហរណ៍ដូចជាមាននោមឈាមឬក៏មាននោមពិបាកអីហ្នឹងគឺយើងអាចស្រាវជ្រាវរកភ្លាមនៅមូលហេតុហើយពេលខ្លះក៏យើងអាចជួយនៅក្នុងការរោគវិនិច្ឆ័យដោយច្រឹបសាច់ភ្លាមផងដែរហើយម៉ាស៊ីនអង់ដូស្កូបដែលមានបំពាក់ផងដែរនៅខាងក្នុងបន្ទប់វះកាត់នោះគឺយើងអាចប្រើប្រាស់នៅក្នុងការជំនួយសម្រាប់គ្រូពេទ្យនៅក្នុងការកោសសាច់ប្រូស្តាតឬក៏ព្យាបាលសាច់នៅក្នុងផ្លោកនោមផងដែរដោយមិនចាំបាច់មានការវះកាត់ធំឡើយដោយឡែកយើងក៏មានម៉ាស៊ីន Laparoscope ដែលសម្រាប់ប្រើក្នុងការវះចោះទៅលើប្រព័ន្ធទឹកនោមមួយចំនួនឧទាហរណ៍ថាមានគ្រោះឬក៏មានគិសឬក៏មានដុំសាច់អ្វីមួយចំនួនទៀតដែលយើងអាចប្រើ Laparoscope ដោយវះចោះដោយមិនមានការវះកាត់ធំដែលឡែកតាក់ទងទៅនឹងគ្រោះនៅក្នុងប្រព័ន្ធទឹកនោមយើងក៏មានម៉ាស៊ីនអង់ដូស្កូបមួយចំនួនហើយបំពាក់ដោយម៉ាស៊ីន laser ក៏ដូចជាម៉ាស៊ីនកាំរស្មី X នៅក្នុងការជំនួយឲ្យគ្រូពេទ្យយើងមានភាពងាយស្រួលក្នុងការព្យាបាលគ្រោះតម្រងនោមឬក៏ប្រព័ន្ធទឹកនោមដោយប្រសិទ្ធភាពខ្ពស់ដោយការចាប់យកនិងបាញ់បំបែកដោយមិនមានការវះកាត់ធំដែលធ្វើឲ្យអ្នកជំងឺរបស់យើងមានគឺការឈឺចាប់តិចតួចហើយក៏នឹងងាយឆាប់បានអញ្ជើញត្រឡប់ទៅផ្ទះនិងធ្វើការបានដូចប្រក្រតីឡើងវិញផងដែរជាសរុបរួមបើសិនជាពុកម៉ែបងប្អូនមានបញ្ហាឬក៏ជំងឺដូចដែលបានយើងខ្ញុំរៀបរាប់ខាងលើសូមពុកម៉ែបងប្អូនមកពិគ្រោះពិភាក្សានិងទទួលការព្យាបាលឲ្យបានទាន់ពេលវេលាពីគ្រូពេទ្យឯកទេសរបស់យើងខ្ញុំនៃមជ្ឈមណ្ឌលវះកាត់ជំងឺតម្រងនោមនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតសូមអរគុណហើយនិងសូមជម្រាបលាមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត